ឥឡូវខ្ញុំបលែងណៃបើចង្កូតគឺវាអូតូម៉ាទិកកោងទៅតាមឡានតែម្ដងបងប្អូនបាទអញ្ចឹងខ្ញុំហត់120បងប្អូនបាទ120នេះខ្ញុំសេតវាគឺ120ប៉ុន្តែឡានខាងមុខជាក់ស្ដែងគាត់ហត់តែ112ទេបងប្អូនបានឃើញប្រព័ន្ធមួយទៀតគេហៅថាblue cruise បងប្អូនបាទ Ford គឺមានប្រព័ន្ធមួយ blue cruise ដើម្បីបាទវាជួយ centering បងប្អូនបាទសួស្ដីបងប្អូនអ្នកគ្នាបាទថ្ងៃនេះខ្ញុំចង់និយាយពីចំណារអារម្មណ៍ខ្ញុំបន្តិចបាទតើតើមួយរថយន្ត Ranger Wild Track V6 ថ្មីនេះបងប្អូនបាទម៉ាស៊ីន 3.0 នេះបាទចាំដឹងថាវាល្អប៉ុណ្ណាហើយចំណារអារម្មណ៍ខ្ញុំវាប្លែកពី copy ម៉ាស៊ីន 2.0 ប៉ុណ្ណាបងប្អូនបាទអញ្ចឹងចំណារអារម្មណ៍ខ្ញុំទៅលើរថយន្តនេះបាទរថយន្តដដែលបងប្អូនបាទអ្វីដែលខុសគ្នាគឺម៉ាស៊ីនបងប្អូនបាទគឺថាជន់បានមែនតើបងប្អូនបាទនៅលើផ្លូវល្បឿនលឿនគឺជន់បានហើយការវាស់ចេញនេះគឺល្អមែនតើបាទវាសឹងតែអត់ប្រឹងបងប្អូនបាទម៉ាស៊ីនគឺស្ងាត់តែម្ដងបងប្អូនបាទហើយខ្ញុំមានចំណុចមួយទៀតដើម្បីផ្ដល់ជូនបងប្អូនក្នុងការប្រើប្រាស់បាទលើផ្លូវល្បឿនលឿនចាស់ខ្ញុំនឹកឃើញគឺការប្រើប្រាស់ adaptive cruise control បងប្អូនបាទអញ្ចឹងឥឡូវនេះដែលសារចាក់ស្ដែងនៅខាងមុខខ្ញុំនេះគឺមានឡាននៅខាងមុខខ្ញុំស្រាប់អញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនថា adaptive control គឺប្រើរបៀបម៉េចអញ្ចឹងបងប្អូនបាទអញ្ចឹងឥឡូវនេះខ្ញុំកំពុងរត់ល្បឿន112 113អញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំអត់ដឹងថាឡានខាងមុខគាត់រត់ប៉ុន្មានទេបាទឥឡូវខ្ញុំចុចបាទប៊ូតុង cruise control មួយបាទចុចមួយមកបាទអញ្ចឹងខ្ញុំរត់120បងប្អូនបាទ120នេះខ្ញុំសេតវាគឺ120ប៉ុន្តែឡានខាងមុខជាក់ស្ដែងគាត់រត់តែ112ទេបងប្អូនបានឃើញទេបាទវាធ្លាក់មក112 111បងប្អូនបាទនេះខ្ញុំអត់ជន់លើហ្គាំបងប្អូនបាទវាជួយសម្រួលបងប្អូនបាទជួយសម្រួលបងប្អូនក្នុងការបើកបរវែងឆ្ងាយអញ្ចឹងបងប្អូនបាទផ្លូវល្បឿនលឿនចេះអញ្ចឹងបាទឡានខាងមុខគាត់រត់តែកុងទ័រ112ទេបាទតែខ្ញុំសេត cruise នេះគឺ120អញ្ចឹងបងប្អូនបាទអញ្ចឹងបើខ្ញុំចង់រត់120វិញខ្ញុំគ្រាន់តែវាយសញ្ញោបាទងាកចេញពីកន្លងនេះមកបាទអញ្ចឹងឡានគឺអូតូម៉ាទិកបងប្អូនឃើញទេឡើងមក120ថេតែម្ដងបងប្អូនបាទអញ្ចឹងវាជួយសំចៃសុទ្ធបងប្អូនបាទទី1ទី2គឺវាជួយបងប្អូនសម្រួលបងប្អូនកុំឲ្យហត់បងប្អូនបាទបងប្អូនគ្រាន់តែវាយសញ្ញោងាកចង្កូតមកបាទអញ្ចឹងគាត់ងាកមកខាងនេះដែរអញ្ចឹងបងប្អូនបាទអញ្ចឹងវានឹងអូតូម៉ាទិកតម្លាក់អង្គវិញបងប្អូនឃើញទេបាទរៀលតែម្ដងបងប្អូនបាទអញ្ចឹងវាស្រួលក្នុងការប្រើប្រាស់មែនតើមិនបងប្អូនទៅជន់ហ្វ្រាំងអីញ៉ៃអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនកាន់លើចង្កូតទៅគឺបានទេបងប្អូនបាទអញ្ចឹងបាទប្រព័ន្ធមួយនេះគឺបាទល្អមែនតើបងប្អូនបាទឥឡូវគាត់ងាកចូលវិញឡើង120វិញភ្លាមបងប្អូនបាទអញ្ចឹងប្រព័ន្ធមួយនេះគឺល្អមែនតើសម្រាប់បងប្អូនការប្រើប្រាស់ល្បឿនលឿនបាទដើម្បីជួយទី1ជួយសំចៃមិនសុទ្ធបាទទី2គឺជួយបងប្អូនក្នុងការសម្រួលក្នុងការបើកបរអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនបាទបន្ទាប់ពីការរត់ល្បឿនថេហើយបាទវាមានប្រព័ន្ធមួយទៀតគេហៅថា blue cruise បងប្អូនបាទ Ford គឺមានប្រព័ន្ធមួយ blue cruise ដើម្បីបាទវាជួយ centering បងប្អូនបាទអញ្ចឹងបានន័យថាឥឡូវនេះខាងមុខគឺផ្លូវកោងបងប្អូនបាទឥឡូវខ្ញុំបលែងណៃបាទចង្កូតគឺវាអូតូម៉ាទិកកោងទៅតាមឡានតែម្ដងបងប្អូនបាទអញ្ចឹងបងប្អូនគាត់ទៅទប់ដើម្បីមិនបាច់ហត់កាច់ចង្កូតបងប្អូនបាទគាត់ទៅទប់វាទៅក៏បានដែរព្រោះដោយសារអីវាជួយសម្រួលបងប្អូនក្នុងការកាច់ចង្កូតខ្លួនឯងបងប្អូនឃើញបាទផ្លូវវាកោងមិនវាទៅប៉ុណ្ណឹងដល់វាមកត្រង់វិញគឺវាមកត្រង់វិញអញ្ចឹងបងប្អូនបាទអានេះគាត់ឲ្យខ្ញុំថតវីដេអូឲ្យបងប្អូនមើលតែការប្រើប្រាស់យើងទូទៅយើងត្រូវតែកាន់លើចង្កូតទេបងប្អូនបាទឥឡូវវាដល់ផ្លូវត្រង់វិញបងប្អូនយកចង្កូតណាបាទដល់ផ្លូវត្រង់គឺចង្កូតមកត្រង់វិញឃើញបងប្អូនបាទវាស្មើជាមួយឡាននឹងតែម្ដងបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនបាទបើកបោអត់ហត់ទេបើកបោឆ្ងាយបងប្អូនបាទអរគុណអញ្ចឹងបាទសម្រាប់ខ្ញុំគឺចំណារអារម្មណ៍ខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំចង់ចាញ់ធីបនេះបន្តិចជូនដល់បងប្អូនដែលប្រើប្រាស់ម៉ាស៊ីនថ្មីនេះបាទដើម្បីថាឲ្យវាកាន់តែសំចៃវិញទៀតគឺសំចៃរបៀបមិនអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនឡើងមកប្រើតែ cruise control នេះគឺបានហើយបងប្អូនបាទអរគុណបងប្អូន